សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺពន្លឺឆ្ពោះទៅរកការសពព្រះតីនិងការលើកដំកើងពីព្រះជាម្ចាស់យើងទាំងអស់គ្នាចូលចិត្តធ្វើអ្វីៗតាមតែចិត្តរៀងខ្លួនមែនទេចង់ឲ្យគេស្ដាប់យើងចង់បញ្ចេញមតិនិងចង់ធ្វើជាអ្នកដឹកនាំប៉ុន្តែចុះការចោះចូលវិញវាមិនមែនជារឿងដែលកើតឡើងដោយឯងនោះទេមិនថាស្ថិតក្នុងការសន្ទនាការខ្វាយគំនិតគ្នាឬនៅពេលនរណាម្នាក់សម្រេចចិត្តអ្វីមួយដែលយើងមិនយល់ស្របទាំងស្រុងសភាវគតិដំបូងរបស់យើងជាទូទៅមិនមែនជាការបន្ទន់អរិយាប័ត្រនោះទេប៉ុន្តែគឺជាការចំបញ្យល់និងការពារមតិរបស់ខ្លួនឯងទៅវិញនៅក្នុងពិភពលោកដែលតែងតែប្រាប់យើងថាចូលនិយាយការពិតរបស់អ្នកចូលឈរលើគោលជំហរខ្លួនឯងគុំមិនឲ្យនរណាម្នាក់ជន់ឈ្លីអ្នកគំនិតនៃការចោះចូលអាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនស្រណុកចិត្តឬថែមទាំងមើលទៅហាក់ដូចជាតន់ខ្សោយទៀតផងប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញលោកអ្នកថាការចោះចូលជាពិសេសចំពោះសិទ្ធិអំណាចដែលល្អនិងត្រឹមត្រូវតាមប្រតិព្រះមិនមែនជាភាពតន់ខ្សោយនោះទេវាគឺជាកម្លាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងវាគឺជាការបង្ហាញយ៉ាងស្រស់ស្អាតនូវភាពបន្ទាបខ្លួននិងការផ្ដល់កិត្តិយសហើយវាក៏ជាអរិយាប័ត្រដ៏មានអំណាចបំផុតមួយដែលលោកអ្នកអាចប្រកាន់ខ្ជាប់ដើម្បីបើកទ្វារទទួលនូវការសុខភាពពីព្រះនៅក្នុងជីវិតរបស់លោកអ្នកសូមបញ្ជាក់ឲ្យច្បាស់ថាការចោះចូលមិនមែនមានន័យថាត្រឹមតែជាការយល់ស្របឬដើរតាមនរណាម្នាក់ដោយសារតែគេនិយាយខ្លាំងជាងឬមានមតិច្រើនជាងនោះទេបែបនោះគ្រាន់តែជាការបណ្ដោយតាមតែប៉ុណ្ណោះតែចំពោះការចោះចូលវិញការចោះចូលគឺជាជំរឿនមួយវាគឺជាការជ្រើសរើសយកកន្លែងដ៏ទាបបំផុតវាជាការផ្ដល់តម្លៃដល់ទស្សនៈរបស់អ្នកដទៃវាគឺជាការនិយាយថាខ្ញុំមិនចាំបាច់ត្រូវតែជាអ្នកឈ្នះជានិច្ចនោះទេខ្ញុំចង់ឆ្លើយតបដោយការផ្ដល់កិត្តិយសវិញហើយវាគឺជាការបន្ទន់អរិយាប័ត្រទោះបីជាអ្នកមានអារម្មណ៍ថាអ្នកមានប្រាជ្ញាជាងខ្លាំងជាងឬមានសមត្ថភាពជាងក៏ដោយសូមក្រឡេកមើលព្រះយេស៊ូវជាម្ចាស់របស់យើងសូម្បីតែក្នុងព្រះជន្ម12ព្រះវស្សាព្រះអង្គពោពេញដោយប្រាជ្ញារហូតដល់ពួកអាចារ្យនៅក្នុងព្រះវិហារមានការកោតសរសើរចំពោះការយល់ដឹងរបស់ព្រះអង្គនៅពេលដែលមេដាបេដាខាងសច្ឆារបស់ព្រះអង្គបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារបន្ទាប់ពីបានតាមរកអស់ជាច្រើនថ្ងៃពួកគាត់បានស្ដីបន្ទោសព្រះអង្គដែលធ្វើឲ្យពួកគាត់មានការបារម្ភប៉ុន្តែព្រះអង្គមិនបានឆ្លើយតបដោយអំនួតឬការប្រឆាំងឡើយទៅវិញព្រះគម្ពីរចែកថាទ្រង់ក៏យាងចុះទៅជាមួយនឹងពួកគាត់ទៅដល់ភូមិណាសារ៉េតក៏នៅក្រោមបង្គាប់ពួកគាត់លូកាចំពុក2អ51ព្រះអង្គបានចុះចូលនឹងពួកគាត់ព្រះអង្គបានផ្ដល់កិត្តិយសដល់សិទ្ធិអំណាចរបស់ពួកគាត់ហើយតើមានអ្វីកើតឡើងបន្ទាប់មកព្រះអង្គមានសេចក្តីចម្រើនឡើងខាងឯប្រាជ្ញានិងកម្ពស់ហើយខាងឯសេចក្តីសុខដដល់ព្រះនិងដល់មនុស្សផងនាងអេស្ទើក៏បានដើរក្នុងវិញ្ញាណបែបនោះដែរនៅពេលដែលនាងត្រូវបានគេនាំចូលទៅក្នុងវាំងនាងមិនបានទទួលតាមគំនិតផ្ទាល់ខ្លួនរបស់នាងឡើយនាងបានចុះចូលទាំងស្រុងចំពោះដំបូន្មានរបស់លោកហេកាយដែលជាអ្នកមើលការខុសត្រូវក្នុងវាំងហើយព្រះគម្ពីរចែងថានាងបានទទួលសេចក្តីពេញចិត្តពីមនុស្សទាំងអស់ដែលបានឃើញនាងអេស្ទើចំពោះ2ខ15តែលោកអ្នកមើលឃើញចំណុចនេះទេនៅពេលដែលនរណាម្នាក់ជ្រើសរើសការចោះចូលនិងផ្ដល់កិត្តិយសដល់សិទ្ធិអំណាចដែលនៅពីលើពួកគេនោះការសព្វប្រតិឬព្រះគុណត្រូវបានបង្ហូរចុះមកតែរឿងនេះទាក់ទងនឹងលោកអ្នកយ៉ាងដូចម្តេចនៅថ្ងៃនេះប្រហែលជាវាយរបស់អ្នកសម្រាប់ចិត្តអ្វីមួយដែលអ្នកមិនយល់ស្របទាំងស្រុងលោកអ្នកបានបញ្ចេញមតិរបស់លោកអ្នកហើយប៉ុន្តែការសម្រេចចិត្តត្រូវបានធ្វើឡើងជំនួសឲ្យការប្រឆាំងឬការមួម៉ៅអ្នកបែរជាប្រកាន់យកអរិយាប័ត្រនេះជាបន្ទាបខ្លួនវិញអ្នកជ្រើសរើសជឿជាក់លើការដឹកនាំរបស់ចៅហ្វាយហើយធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឲ្យការងារនោះបានជោគជ័យនោះហើយគឺជាការចោះចូលឬប្រហែលក្រុមនាមជាភរិយាអ្នកកំពុងប្រឈមមុខនឹងស្ថានភាពដែលស្វាមីរបស់លោកអ្នកចង់ដើរទៅតាមទិសដៅណាមួយ
បើទោះបីជាអ្នកបានបង្ហាញពីការបារម្ភរបស់អ្នករួចហើយក៏ដោយហើយអ្នកកំពុងគិតថាខ្ញុំមើលឃើញរឿងនេះច្បាស់ជាងខ្ញុំដឹងថាវាអាចនឹងខុសឆ្គងអ្នកអាចធ្វើឲ្យវាទៅជាការឆ្លុះប្រកែកគ្នាដ៏ធំមួយបានប៉ុន្តែទុយទៅវិញអ្នកជ្រើសរើសទុកចិត្តលើព្រះម្ចាស់ហើយចោះចូលនឹងស្វាមីរបស់អ្នកមិនមែនដោយសារតែអ្នកយល់ស្របនោះទេប៉ុន្តែគឺដោយសារតែអ្នកធ្វើវាថ្វាយដល់ព្រះម្ចាស់នោះក៏ជាការចោះចូលដែរការសម្រេចចិត្តដ៏ស្ងប់ស្ងាត់ទាំងនេះដែលអ្នកបានធ្វើមិនបានរំលងផុតពីខ្សែប្រណិតរបស់ព្រះម្ចាស់ឡើយប៉ុន្តែលោកគ្រូមិនស្គាល់ចៅហ្វាយរបស់ខ្ញុំទេចុះបើប្តីឬប្រពន្ធរបស់ខ្ញុំខុសបើខ្ញុំគ្រាន់តែចោះចូលតើខ្ញុំអាចខ្លាយជាមនុស្សទន់ជ្រាយមែនទេតើពួកគេនឹងមិនជន់ឈ្លីលើរូបខ្ញុំទេឬពេត្រុសខ្សែទី1ចំពោះ5ខ5ដល់ខ6ចែកដូចនេះថាដូច្នោះដែរអ្នករាល់គ្នាដែលនៅក្មេងជាគួរចោះចូលនឹងពួកចាស់ទុំទៅជួយឲ្យអ្នករាល់គ្នាទាំងអស់ចោះចូលនឹងគ្នាទៅវិញទៅមកហើយយកសេចក្តីបន្ទាបខ្លួនមករំដោះខ្លួនចុះបាត់ព្រះទ្រង់ទាស់នឹងពួកអ្នកដែលមានចិត្តមានអ្នកដែលទ្រង់ផ្ដល់ព្រះគុណដល់ពួកអ្នកដែលបន្ទាបខ្លួនវិញហើយនោះចងដាក់ខ្លួននៅក្រោមព្រះហស្ថដ៏មានអំណាចនៃព្រះចុះដើម្បីឲ្យទ្រង់បានលើកអ្នករាល់គ្នាឡើងក្នុងពេលកំណត់តើលោកអ្នកយល់ចំណុចនេះទេនៅពេលដែលយើងជ្រើសរើសការចោះចូលយើងមិនមែនគ្រាន់តែចោះចូលចំពោះមនុស្សលោកទេយើងកំពុងបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ហើយចំពោះអ្នកដែលបន្ទាបខ្លួនព្រះអង្គផ្ដល់ព្រះគុណដែលជាសេចក្តីសុខដតីដែលយើងមិនសមនឹងទទួលវាមិនឈប់ត្រឹមនឹងទេខ្ញុំចូលចិត្តរបៀបដែលខ6បញ្ចប់ដោយសេចក្តីសន្យាដ៏ស្រស់ស្អាតនេះថាដើម្បីឲ្យទ្រង់បានលើកអ្នករាល់គ្នាឡើងក្នុងពេលកំណត់ខ្ញុំមិនដឹងពីលោកអ្នកទេប៉ុន្តែខ្ញុំមិនដែលចង់ចាក់ចេញពីកន្លែងនៃភាពបន្ទាបខ្លួននោះឡើយខ្ញុំមិនដែលចង់ចាក់ចេញពីកន្លែងដែលទទួលបានព្រះគុណរបស់ព្រះអង្គនោះទេហើយតើខ្ញុំអាចប្រាប់អ្នកនៅរឿងនេះបានទេនៅពេលដែលព្រះម្ចាស់លើកដង្កើងអ្នកឡើងមានអ្វីមួយនឹងគ្មាននរណាម្នាក់អាចរុញអ្នកចុះបានឡើយមិនថាជាប្រព័ន្ធការងារមតិយោបល់រស់លោកឬសូម្បីតែចង្វាយរបស់អ្នកក៏ដោយសូមមើលលោកយូសែបនៅក្នុងព្រះគម្ពីរលោកត្រូវបានគេប្រព្រឹត្តដាក់ដោយអយុត្តិធម៌ត្រូវបានគេចោទប្រកាន់ទាំងខុសនិងត្រូវបានគេបំភ្លេចចោលនៅក្នុងគុកប៉ុន្តែទោះជាយ៉ាងណាលោកមិនបានកើតចិត្តល្វីងជូរចន្លោះលោកបានរក្សាវិញ្ញាណនៃការចុះចូលនិងភាពបន្ទាបខ្លួនហើយបន្តបម្រើចៅហ្វាយរបស់លោកដោយចិត្តស្មោះត្រង់បន្ទាប់មកនៅថ្ងៃមួយព្រះម្ចាស់បានលើកលោកចេញពីគុកទៅកាន់រាជវាំងនោះហើយគឺជាអំណាចនៃសេចក្តីសុខដតីរបស់ព្រះនៅក្នុងពិភពលោកដែលមនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញមតិហើយសិទ្ធិអំណាចហាក់ដូចជាមានតម្លៃតិចតួចខ្ញុំចង់លើកទឹកចិត្តលោកអ្នកឲ្យហ៊ានធ្វើជាមនុស្សប្លែកពីគេចូលរៀនចោះចូលចំពោះអ្នកដឹកនាំឬអ្នកប្រឹក្សាដែលគោរពកោតហៅព្រះចូលស្វែងរកនិងផ្ដល់តម្លៃដល់ដំបូន្មានរបស់ពួកគេចូលបណ្ដុះវិញ្ញាណនៃការផ្ដល់កិត្តិយសនោះហើយជារបៀបដែលសេចក្តីសុខដតីនិងការលើកតម្កើងពីព្រះអាចហូរចូលមកក្នុងជីវិតរបស់លោកអ្នកអាមែនហាឡេលូយ៉ាការបន់ទាបខ្លួនមិនមែនជាភាពទន់ខ្សោយតែជាកម្លាំងស្ថិតក្រោមការត្រួតត្រានៅពេលយើងចុះចូលព្រះអង្គប្រទានព្រះគុណលើកដំកើងយើងឡើងតាមពេលវេលាកំណត់នោះហើយជាផ្លូវឆ្ពោះสู่ព្រះពរជាគុណលើសនៃជ័យជំនះពិតប្រាកដការបន់ទាបខ្លួនមិនមែនជាភាពទន់ខ្សោយតែជាកម្លាំងស្ថិតក្រោមការត្រួតត្រានៅពេលយើងចោះចូលព្រះអង្គប្រទានព្រះគុណលើកដំកើងយើងឡើងតាមពេលវេលាកំណត់នោះហើយជាផ្លូវឆ្ពោះสู่ព្រះពរជាគុណលើសនៃជ័យជំនះពិត